សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងបង្ហាញអំពី Activity Planner សម្រាប់គ្រូបង្រៀននៅសាកលវិទ្យាល័យមុខងារនេះនឹងជួយគ្រូបង្រៀនក្នុងការរៀបចំផែនការមេរៀនការតាមដានការអនុវត្តកម្មវិធីសិក្សានិងវាស់វែងរាល់លទ្ធផលសិក្សារបស់សិស្សនិស្សិតដោយជាដំបូងគ្រូបង្រៀនត្រូវជ្រើសរើសថ្នាក់ក្រុមរៀននិងមុខវិជ្ជាបន្ទាប់មកប្រព័ន្ធនឹងបង្ហាញ Lesson Planner និងកម្មវិធីសិក្សាដែលពាក់ព័ន្ធជាមួយថ្នាក់ដែលបានជ្រើសរើសដោយស្វ័យប្រវត្តិបន្ទាប់មកទៀតនៅជួរខាងក្រោមគ្រូបង្រៀននឹងឃើញតារាងរៀបចំមេរៀនប្រចាំសប្តាហ៍គ្រូបង្រៀនអាចបង្កើតមេរៀនសម្រាប់បង្រៀនប្រចាំថ្ងៃក្នុងសប្តាហ៍នីមួយៗទុកជាមុនដោយការប្រើប្រាស់តារាងបង្កើតមេរៀនតាមថ្ងៃនីមួយៗវានឹងជួយឲ្យការរៀបចំផែនការបង្រៀនកាន់តែមានប្រសិទ្ធភាពនិងមានលំដាប់លំដោយត្រឹមត្រូវដោយគ្រូបង្រៀនអាចចុចបង្កើតផែនការមេរៀនថ្មីៗបានដោយប្រើប្រាស់ប៊ូតុង Add Activity នៅពេលចុចបង្កើតមេរៀនថ្មីៗប្រព័ន្ធនឹងបំពេញព័ត៌មានអំពីថ្នាក់រៀនដែលគ្រូត្រូវបង្រៀនមេរៀនទុកជាមុនដោយស្វ័យប្រវត្តិបន្ទាប់មកគ្រូបង្រៀនអាចបំពេញព័ត៌មានសម្រាប់ការបង្រៀនរួមមានកំណត់ចំណងជើងមេរៀនកាលបរិច្ឆេទដែលត្រូវបង្រៀនជ្រើសរើស unit របស់មេរៀនកំណត់ learning outcome គោលបំណងនៃមេរៀនសកម្មភាពដែលត្រូវបង្រៀនឧបករណ៍សិក្សាកំណត់ចំណាំរបស់លោកគ្រូអ្នកគ្រូនិងនៅពេល public lesson រួចប្រព័ន្ធនឹងភ្ជាប់មេរៀននេះទៅកាន់កម្មវិធីសិក្សានិង learning outcome ដែលស្វ័យប្រវត្តិបន្ទាប់ពីផែនការមេរៀនត្រូវបានបង្កើតរួចរាល់លោកគ្រូអ្នកគ្រូក៏អាចភ្ជាប់មេរៀនទៅកាន់ផ្នែកផ្សេងៗទៀតរួមមាន assignment, exam, attendance, learning material ដោយមុខងារទាំងអស់នឹងប្រើ teaching content ដូចគ្នាដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវក្រោយតែពីការបង្កើតមេរៀនប្រចាំថ្ងៃនៅក្នុងនោះផងដែរគ្រូបង្រៀនក៏អាចមើលពីរបាយការណ៍តាមដាននិងវិភាគទៅលើវិសាលភាពទូទៅលើគ្រប់មេរៀនដែលត្រូវបង្រៀននិងបានបង្រៀនប្រព័ន្ធនឹងរៀបចំទិន្នន័យឲ្យកាន់តែមានភាពងាយស្រួលនិងមានលំដាប់លំដោយក្នុងការមើលនិងតាមដានជាប្រចាំថ្ងៃសម្រាប់គ្រូបង្រៀនដោយប្រព័ន្ធនឹងជួយដំណឹងភ្លាមៗប្រសិនបើមាន unit ណាមួយដែលមិនទាន់មានផែនការមេរៀនសម្រាប់បង្រៀនដើម្បីជួយឲ្យគ្រូបង្រៀនអនុវត្តបានគ្រប់លក្ខខណ្ឌនិងមានភាពច្បាស់លាស់នៅក្នុងនេះក៏មាន timeline ប្រចាំសប្តាហ៍ដោយលោកគ្រូអ្នកគ្រូអាចមើល lesson ទាំងអស់តាមលំដាប់ពេលវេលាទៅតាមសប្តាហ៍នីមួយៗដែលគ្រូបានបង្កើតទុកជាមុនដោយនៅក្នុងផ្នែកខាងក្រោមនេះមានតារាងសម្រាប់បង្ហាញនិងតាមដានអំពី unit នីមួយៗក្នុងនោះប្រព័ន្ធនឹងបង្ហាញអំពីចំនួនមេរៀនដែលត្រូវបានបង្រៀនវគ្គដែលត្រូវបង្រៀនលទ្ធផលសិក្សាភាគរយនៃកម្មវិធីសិក្សាដែលបានបញ្ចប់វានឹងជួយឲ្យគ្រូដឹងថាតើការបង្រៀនកំពុងដំណើរការស្របតាមផែនការឬអត់ជាចុងក្រោយគឺការមើលទៅលើផ្ទាំងរបាយការណ៍គ្រប់លំដាប់ស្តង់ដារនៃការសិក្សាទាំងនេះនឹងបង្ហាញលទ្ធផលសិក្សាទាំងអស់ចំនួនដែលបានបញ្ចប់ចំនួនដែលមិនទាន់បានបញ្ចប់និងភាគរយនៃការគ្រប់ដណ្ដប់សរុបដោយលោកគ្រូអ្នកគ្រូអាចមើលទៅតាមប្រភេទឆ្នាំសិក្សាមុខវិជ្ជានិងកម្មវិធីសិក្សាដើម្បីវិភាគថារាល់ lesson, assignment, assessment និង exam បានគ្រប់គ្រងលទ្ធផលសិក្សាបានគ្រប់គ្រាន់ឬនៅមុខងារទាំងអស់នេះនឹងជួយឲ្យគ្រូបង្រៀនអាចរៀបចំផែនការមេរៀនគ្រប់គ្រងកម្មវិធីសិក្សាតាមដានការវិវត្តនៃការបង្រៀនវាស់វែង learning outcome និងភ្ជាប់ជាមួយ assignment, attendance, assessment និង learning material នៅក្នុងប្រព័ន្ធតែមួយ។